ចិត្តបរទេសកុំទុកចិត្តអភិនេស្កុំទុកចិត្តអភិប្រាយប្រើទុំលែងខ្ពស់រំពឹងឲ្យឆ្ងាយស្ដាប់ពាក្យបរិយាយបណ្ដាំមេជីកុំទុកចិត្តបរទេសអ្វីហៅបរទេសគឺអ្នកដែលមានជាតិប្រទេសក្រៅពីយើងសម័យក៏ហៅជនបរទេសដែរមនុស្សនឹងកុំអាចទុកចិត្តពីព្រោះគេមានជាតិមានរបៀបមានបែបបទប្រពៃណីគេវាខុសពីយើងហើយម្ល៉េះហើយយើងទៅទុកចិត្តគេហួសពេកមិនមែនមិនឲ្យខ្សែគប់មិនឲ្យយកជាមិត្តទេឲ្យយកតែប៉ុនទៅកុំអស់ពីចិត្តពេកដូចគេហៅថាកុំស្លាប់គំនិតទៅពេកបានជាលោកថាកុំទុកចិត្តបរទេសកុំទុកចិត្តអភិនេស្យ៉ាងម៉េចអភិនេស្គឺសរសេរអភិនេស្សក្រមៈប៉ុន្តែគេបដិសេធមកចោលអភិនេស្សក្រមៈហ្នឹងគឺអ្នកបួសហ្នឹងក៏អាចទុកចិត្តថាបិទតបួសបិទតលោកបួសហើយក៏សត្វមកចាំមិនមែនទេជួនកាលបួសបោកប្រសក់ក៏មានដែរបួសហើយធ្វើជាអ្នកមិនពិតមិនត្រង់ក៏មានដែរតែនេះលោកគ្រូអាត្មានាំនិទានឲ្យស្ដាប់ថាមានរឿងពីតបោះមួយរូបនឹងថាប្រព្រឹត្តនោះជាងចត់ណារឿងពីព្រេងនេះមករឿងនេះក្នុងកពីក៏មានដល់ប្រព្រឹត្តទៅមហាសេដ្ឋីមួយនឹងគ្រាប់ចិត្តស្រឡាញ់តបោះនឹងគោរពក៏ចេះតែនិមន្តមកប្រតបោះក៏នៅព្រៃគាត់ស្រែកផ្លែឈើនូនឈើយូរគាត់ចូលមករកភូមិបាលីគេហៅថាលោណាំទិលៈសេវនថាយៈនេះចូលមករកវត្ថុមានរសជាតិជូរប្រៃហើយរក្សាអីខ្លះដើម្បីនឹងឲ្យធៀបរូបកាយវាស្រួលរបិទទៅនៅក្នុងព្រៃនោះទីតែផ្លែឈើមើមឈើទៅគ្មានទាំងស្អីជាមួយផងជួនកាលវាហើមសាច់ហើមខ្លួនទៅក៏មានដែរបានចិត្តយូរគេត្រូវចូលមកភូមិសុខម្ដងតាមបីមករកដូចជាខ្មែរយើងថាមករកសម្ដសម្ដៅអីខ្លះផ្អករកខ្លះទៅណាក៏មហាសេដ្ឋីនឹងកក់ចិត្តនឹងរបស់ហ្នឹងតាមតែរៀបចំនិមន្តមកឆាន់យូរទៅចេះតែសម្រុំគ្រាប់ចិត្តឡើងស្រាប់តែមានមួយថ្ងៃហ្នឹងផ្ទះធំវារវល់ក៏ឲ្យទៅឆាន់ក្នុងរោងរៀបចំកន្លែងស្អាតបាតរោងហ្នឹងវាទៀបសម្រាប់ដែលយល់ស្បូវហ្នឹងប្រក់ស្បូវហ្នឹងវាទៀបហើយស្បូវហ្នឹងវាចាស់តបោះហ្នឹងក៏ដឹងណាស្បូវនេះវាចាស់ដល់ចេញលាចេញទៅវិញស្រាប់តែវាទើអាដែងភ្នួងដែលបួងខាងលើនោះសក់មកកញែងកញ្ញាហ្នឹងក៏ដោយអាកតិចស្បូវពីដបូលហ្នឹងបន្តិចជាជាប់សក់គាត់ធ្វើឲ្យដោយទៅឆ្ងាយប្រហែលជាយើងថាប៉ុណ្ណេះមកទៅក៏ត្រឡប់មកវិញនោះសាថៃសួរថាលោកតាមុនមកវិញមានការអីទេតែអាត្មាប្រហែលជាគិតចេញទៅវត្តនិយាយបែបចឹងវត្តក្បាលអាត្មានេះខ្លួនសក់នេះវាប៉ះនឹងចុងសម្ញាបរោងហ្នឹងដាច់ស្បូវបន្តិចមកជាប់សក់ណាឥឡូវអាត្មាសូមយកមកជូនលោកវិញព្រោះរបស់លោកច្បាប់អ្នកបួសតើគេមិនអោយហើយយកមិនបានតែថៃនឹកទៅយីជុំនឹកអីត្រង់អញ្ចឹងចុះមិនមានរឿងអីសពបន្តិចស្បូវបន្តិចក៏យកឲ្យឯងវិញនេះតែចូលសក់បតាចោលប្លន់ហើយគាត់មិនមានប្រាក់គាត់យកមានគាត់ប្តីប្រពន្ធយកទៅផ្ញើទៅបោះនេះគាត់ផ្ញើក្នុងទីណាមួយក្នុងព្រៃរបស់នឹងទៅមកណាដឹងកាន់តែផ្ញើឡើងឡើងទៅបានមានអញ្ចឹងគាត់លេងទៅកាសាវរត់បាត់អាហ្នឹងហៅថាកុំទុកចិត្តអភិនេស្ហ្នឹងគឺអ្នកបួសទុកបោះទុកវិស័យទុកលោកដាក៏ដោយតែថាជាអ្នកបួសសាសនាណាក៏ដោយកុំអាចទុកចិត្តទេមិនមែនសុទ្ធតែត្រឹមត្រូវទេនោះច្បាប់ហ្នឹងមិនមានលក្ខណៈគេចឹងមិនមានហ្នឹងហៅថាកុំទុកចិត្តអភិនេស្ចុះកុំទុកចិត្តអភិប្រាយនឹងយ៉ាងម៉េចអភិប្រាយៈជាពាក្យសំស្ក្រឹតបាលីហៅអភិបាយៈសំស្ក្រឹតអភិប្រាយប្រែមកដូចគ្នាស្តៀងនឹងអធិប្បាយចឹងពាក្យនេះប្រែថាសេចក្តីប្រាថ្នាប្រែថាបំណងប្រែថាការរីរាប់សេចក្តីដល់ពុស្ដាដោយសពគ្រប់ឧបមាថាដូចជាមនុស្សម្នាក់គេជាអ្នកប្រាជ្ញគេជាអ្នកចេះដឹងនិយាយនោះដូចថាលហឡាហេវ
ចេះថាអធិប្បាយពីនេះពីនោះស្អេកស្អាតទៅហើយមនុស្សដែលមិនពិតចេះតែជឿថាអីជឿប៉ុន្តែវាលហលហាចពេកទៅវាហួសហាចអានេះខ្ញុំអាចជឿទេខ្ញុំទុកចិត្តថាសុទ្ធតែមែនមិនមែនទេជួនកាលខុសទេអត់លោកយល់ទេអានេះហៅថាខ្ញុំទុកចិត្តអភិប្រាយប្រើទុំលែងខ្ពស់រំពឹងឲ្យឆ្ងាយឥឡូវនេះទៅតែថាប្រើស្ទុំលែងខ្ពស់រំពឹងឲ្យឆ្ងាយអាត្មាយកច្បាប់គេបោះពុំមើលម៉ែហើយប្រើទុំវាយសេចក្តីបែកទៅដាក់ប្រើស្ទុំនឹងប្រែថាឈឺពោះឆេវបើយើងសួរថាម៉េចអត់ហើយចុកពោះឈឺអត់ហើយប៉ុន្តែនៅស្ទុំនឹងងុំនឹងមិនកើតបាក់អាហ្នឹងគេហៅស្ទុំខ្ញុំនឹកគេនិយាយថាខ្ញុំវិញសួរលោកចាស់ស្ទុំពោះអានេះវាឈឺទីគេក្តៅងុំហ្នឹងគេហៅស្ទុំចុះមិនក៏ទៅយកមកកែប្រើទុំទៅជាស្ទុំមកពីអ្នកកែនេះឯងមិនយល់ដោយតកែក៏អាណិតតកែឲ្យវាត្រូវតែចឹងទៅលេងទៅដាក់ឲ្យស្ទុំពោះទៅវិញហើយប្រើស្ទុំពោះហ្នឹងក៏ឲ្យលែងខ្ពស់ហ្នឹងប្រើទុំលែងខ្ពស់ព្រៀបដូចពាក្យនេះជាពាក្យព្រៀបដូចសត្វវាទុំនឹងត្រនំយើងគេទុកត្រនំទុកដែលវាទុំនឹងដូចយើងអង្គុយដូចអង្គុយរបស់យើងបានសេចក្តីថាកាលណាបើគេអញ្ជើញយើងទៅជាភ្ញៀវអ្វីមួយក្នុងកាលណាមួយហើយគេមិនកំណត់កន្លែងមកដូចជាសម័យយើងសពថ្ងៃមានកៅអីមានអាសនៈអញ្ចឹងគេបិទស្លាកនឹងលោកនេះលោកនោះទៅគេមើលស្លាកមើលឆ្នោតដែរដោយអស់លោកជ្រាបគេអង្គុយtrongកន្លែងរបស់គេអានេះវាទៀងទាត់ទៅហើយចុះបើមកមិនដឹងជាកន្លែងណាគេប្រមាណដូចខ្មែរយើងបនគៀនមានការវល់អីមង្គលការកូនអីក៏ដល់មានកៅអីអង្គុយលើកទីលើកកម្រាលអញ្ចឹងឯងផ្លែតឡើងទៅដល់កន្លែងខ្ពស់ប៉ុណ្ណឹងអានឹងលោកប្រាំកុំឲ្យអញ្ចឹងឲ្យអង្គុយកន្លែងទៀបសិនកុំអានទៅលេងអាពុះមុនក៏ឲ្យយើងទៅអង្គុយខ្ពស់អញ្ចឹងនោះមានអស់លោកមានយុគមានស័ក្តិធំជាងយើងទៅដល់អ្នកចាក់ការភ្ញៀវគេប្រាប់នេះសុំលោកជើញមកខាងនេះអ្នកនេះទុកជូតអស់លោកគេបថ្វាយឲ្យពីអាពុះមកទៀតអានឹងថោកមិនត្រូវទៅរកអាកន្លែងពុះមុនទេត្រូវអង្គុយតាំងណាក៏សិននេះចុះចាំឲ្យគេអ្នករៀបចំគេមកយីចាំមិនអញ្ជើញមកដល់នេះមកនេះវិញនេះមកខាងនេះតើបានសំរុំអញ្ជើញមកហើយបើទុកជាខ្លួនយើងថាទេបានណាខ្ញុំនៅតែនឹងបានថាទេមិនព្រមទេសុំអញ្ជើញមកខាងនេះអានេះមានតម្លៃយល់ហើយបងគឺថាការណាចូលទៅកាន់ទីប្រជុំកុំអាលស្រោតទៅរកកន្លែងថ្នាក់ខ្ពស់មុនទុកឲ្យគេរៀបចំជាក្រោយសិនបើថាយើងវាល្មមហើយបើមានគេធំជាងយើងនោះអានោះសំយើងប៉ុណ្ណឹងទៅចុះតែចុះបើគេឃើញថាយើងជាអ្នកមុខនឹងមាត់គួរតឡើងទៅលើអានោះខ្លាំងគេរៀបទៀតទៅយើងមិនមានតម្លៃកុំឲ្យគេទៅដេញទាញពីអាខ្ពស់មករកទៀតនេះអានេះល្អទេអានេះជាច្បាប់វាចូលក្នុងសុខជីវធម៌វាចូលក្នុងប្រពៃណីរបស់ជាតិរបស់ប្រទេសវាសិតតែមានន័យគេចឹងតើនឹងមានទំនៀមមួយទៀតថាម៉េចទៅសាស្មារណៈអ្នកគូនឹងអាហ្នឹងស៊ីបាយនឹងពលឺភ្លើងជៀមអ្នកចេះរបៀនពន់ទីថ្វាអាមិនចេះចំណេះច្បាស់ដោយប្រឡងកាលណាគេធំផងឯងងីងើកាលណាគេចេះផងឯងងីងើកាលណាគេធំលើឯងក្អេលក្អូនអានឹងពាក្យប្រវត្តិដែរស៊ីបាយនឹងពលឺភ្លើងទៀនហ្នឹងទៅវាភ្លឺក៏បានអានឹងវាប្លង់ឧបមាដូចយើងក្រយើងមានចំណេះវិជ្ជាតិចគ្មានបនស័កអីប្រមាណអានឹងគេទុកលោជាយើងស៊ីបាយនឹងពលឺភ្លើងទៀនវាមិនមែនភ្លឺតែចាស់តែចែងទេគឺថាវាភ្លឹមផ្លែតគ្រាន់តែកុំឲ្យតែមិនឃើញអីប៉ុណ្ណោះអានេះគេព្រៀបអញ្ចឹងខ្លួនយើងត្រូវតែទុកលោជាស៊ីបាយពលឺភ្លើងទៀនចុះមកការចេះរបៀបពន់ទៅធွာ
កាលណាគេរៀនអាគមរៀនគេមិនដែលសូត្រលឺទេគេសិតតែខ្សឹបគាត់នេះស្វាហ្នឹងប្រែថាចងគាត់បានសេចក្តីទៅថាគេត្រូវខ្សឹបគេមិនត្រូវសូត្រឲ្យមនុស្សលឺចាំអីទៅវាសាបរបៀបទេហ្នឹងជាចាស់ចំណេះដឹងដោយប្រឡងកាលមកគេធំផងឲ្យគេចេះផងឯងងាយងាយគឺថាចំណេះវិជ្ជាតែមិនត្រឹមពិសោធន៍គឺយើងសម័យតែមិនត្រឹមប្រឡងមើលមិនត្រឹមច្បាស់ថាជាមែនឬពុំមែនទេដូចជាអស់លោកអ្នករៀនក្មេងក្មេងយើងកូនចៅសពថ្ងៃរៀនហើយដល់ឆ្នាំដល់ថ្នាក់គេប្រឡងចុះហេតុអីក៏ចាំមានប្រឡងគេពិសោធន៍ដើម្បីឲ្យដឹងថាការដែលរៀននោះរៀនតែអស់តែនេះក៏យើងចន្លោះរៀនតើវាចាំទេវាយល់ទេចេះហើយឬនៅបានជាកើតមានការប្រឡងការពិសោធន៍នេះថាបើមិនទាន់បានពិសោធន៍ទេទុកថាជាគ្រប់គ្រាន់មិនទាន់បានទេបានថាចំណេះហ្នឹងត្រូវដឹងដោយប្រឡងកាលណាមកគេចេះផងឯងវាមើលគឺថាយើងចេះស្អីអស់លោកណាក៏ដោយអាត្មាក៏ដោយចេះអីថាឯងក៏បើហើយដល់មានគេចេះលើឯងមិននៅងាយងើមិនហ៊ានមកចាំចាំពីព្រោះខ្លាចគេតែទៅឃើញតែគេវាជ្រៅជ្រះណាស់ឯងមកសោយជាងគេមើលកាលមកគេធំលើឯងគេអូនគឺថាគេដើមឯងនឹងព្រឹកបើណាស្រាប់តែធំមកដល់ខ្លាំងតែគេអូនអានឹងវាចូលក្នុងបាត់ប្រើទុំលែងពុះរំពឹងឲ្យឆ្ងាយអានឹងបានអធិប្បាយទៅវាចេញកំងតែអាថាកថាទៅទៀតទៅវាចឹងស្ដាប់ពាក្យបរិយាយបណ្ដាំមេជីស្អីមេជីនោះមេជីគឺមេបាគឺមេត្តាបិតាចាស់ប្រធាចាដែលគ្រូបាអាចារ្យដែលយើងត្រូវគោរពត្រូវចេះចាំពីលោកស្ដាប់អវាទលោកអានឹងគេហៅមេជីពាក្យថាជីនោះមនុស្សចាស់តាំងសិលអ្នកបួសនឹងគេហៅថាមេនឹងគេហៅថាជីវិញអ្នកណាដែលគេធ្វើជាអ្នកគ្រប់គ្រងលើពួកជីនឹងគេហៅមេជីដូចថាក្នុងមួយគ្រួសារមានម៉ែមេត្តាបិតាយាយតាចាស់ទុំអញ្ចឹងគេទុកថាជាមេជីស្ដាប់ពាក្យបរិយាយបណ្ដាំមេជីថាកុំឲ្យបោះបង់ពាក្យប្រាប់ពាក្យបដៅរបស់អ្នកគ្រប់គ្រងយើងត្រូវតែយើងស្ដាប់លោកអ្នកដែលបានឃ្លាបងប៉ុណ្ណឹងវាសិតតែមានន័យគេគ្រប់បាត់ទាំងអស់ហើយបងហ្នឹងហើយគឺថាបុរាណយើងពីដើមគេចេះចឹង